bạn groupជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបានមាន topic មួយចង់លើកមកជជែកជូនបងប្អូនទាំងអស់គ្នាអំពីតើអ្វីទៅដែលហៅថាលុយ What is the money អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំសូមចូលទៅកាន់ប្រធានបទរបស់យើងតែម្ដងទៅអញ្ចឹងលុយគឺជាទ្រព្យដែលមានតម្លៃមួយប្រភេទដែលអាចអនុញ្ញាតឲ្យយើងធ្វើការប្រើប្រាស់នៅក្នុងការបំពេញតម្រូវការយើងប្រចាំថ្ងៃបាននៅក្នុងទីផ្សារសំណួរសួរតើបើសិនជាយើងមិនមានលុយនោះទេតើយើងអាចបំពេញតម្រូវការរបស់យើងបានដែរអត់ប្រកាសណាស់ 100% យើងមិនអាចបំពេញតម្រូវការរបស់យើងម្នាក់បានឡើយអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំបានមានតែប៉ុណ្ណឹងបើសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំបានមួយនេះកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា